តើសាសនាអ៊ីស្លាមជំរុញឲ្យអ្នកមូស្លីមធ្វើអំពើភេរវកម្មឬជារៀងរាល់ថ្ងៃយើងតែងតែឃើញថាអំពើភេរវកម្មតែងត្រូវបានបំពាក់ផ្លាកទៅនឹងសាសនាអ៊ីស្លាមព្រោះតែប្រព័ន្ធផ្សព្វផ្សាយបានបំពងព័ត៌មានធ្វើឲ្យមនុស្សយល់ថាភេរវករភាគច្រើននៅលើពិភពលោកគឺជាមូស្លីមតែការពិតអ្នកបង្កវិនាសកម្មជាច្រើននៅលើផែនដីពុំមែនជាមូស្លីមឡើយជាក់ស្ដែងសង្គ្រាមលោកលើកទី1និងទី2ការប្រឡាយពូជសាសន៍ជនជាតិជ្វីសរាប់លាននាក់ការសម្លាប់ផ្ដាច់ពូជជនជាតិឥណ្ឌាស្បែកក្រហមដែលជាម្ចាស់ទឹកដីដើមរបស់អាមេរិកនិងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាដែលបានសម្លាប់មនុស្សរាប់លាននាក់ដោយអ្នកប្រព្រឹត្តទាំងនោះពុំមែនជាមូស្លីមឡើយដូច្នេះក្នុងពេលដែលអ្នកមិនមែនមូស្លីមជាច្រើនបានបង្ហូរឈាមនៅលើផែនដីតែមិនត្រូវបានគេហៅថាជាភេរវករតតែសោះប៉ុន្តែខណៈពេលដែលសោកនាដកម្មមួយចំនួនដែលធ្វើដោយក្រុមមូស្លីមមិនពិតប្រាកដណាមួយនោះប្រព័ន្ធផ្សព្វផ្សាយខំប្រឹងបំពាក់ឈ្មោះក្រុមភេរវករដល់ភ្ជាប់នឹងពាក្យអ៊ីស្លាមប៉ុន្តែភេរវកម្មត្រូវបានផ្សារភ្ជាប់នឹងសាសនាអ៊ីស្លាមក្រោយព្រឹត្តិការណ៍11កញ្ញាដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមភ័យខ្លាចអ្នកមូស្លីមព្រោះតែពួកគេជឿថាមូស្លីមគឺជាមនុស្សសាហាវខូខើហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីសាសនានិងព្រះរបស់ខ្លួនឯងហេតុនេះតើសាសនាអ៊ីស្លាមពិតជាបានជំរុញឲ្យអ្នកមូស្លីមប្រព្រឹត្តទង្វើបែបនេះឬតើអល់ឡោះពិតជាសន្យាប្រទានឋានសួគ៌ដល់អ្នកដែលបានសាងទង្វើនេះឬហើយដូច្នេះយើងនឹងសិក្សាអំពីអ៊ីស្លាមជាមួយគ្នាតើសាសនាអ៊ីស្លាមបានបញ្ញត្តិអ្វីខ្លះអំពីការធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សការសម្លាប់ជីវិតអ្នកដទៃអល់ឡោះបានហាមឃាត់ចំពោះការសម្លាប់ជីវិតជនស្លូតត្រង់ដោយទ្រង់មានព្រះបន្ទូលថាជនណាសម្លាប់ជីវិតមួយដោយគ្មានមូលហេតុឬដោយវិនិច្ឆ័យកម្មនៅលើផែនដីប្រៀបបីដូចជាគេបានសម្លាប់មនុស្សទាំងអស់រីឯជនណាសង្គ្រោះជីវិតមួយប្រៀបបីដូចជាគេបានសង្គ្រោះជីវិតមនុស្សទាំងអស់ការសម្លាប់ជីវិតខ្លួនឯងក្រុមភេរវករដឹងច្បាស់ថាការបំផ្ទុះក្របបែកប្រកាសជាធ្វើឲ្យខ្លួនឯងបាត់បង់ជីវិតដែលស្មើនឹងការធ្វើអត្តឃាតដូច្នេះតើអ៊ីស្លាមអនុញ្ញាតចំពោះការធ្វើអត្តឃាតដែរឬទេអល់ឡោះមានបន្ទូលថាចូលពួកអ្នកកុំធ្វើឃាតខ្លួនឯងឲ្យសោះពិតណាស់អល់ឡោះមានក្តីមេត្តាករុណាបំផុតចំពោះពួកអ្នករីឯព្យាការីសល្លឡោះអាឡៃសាឡាំមានប្រសាសន៍ថាអ្នកណាដែលសម្លាប់ខ្លួនឯងដោយប្រើវិធីអ្វីមួយនឹងទទួលទណ្ឌកម្មជាមួយវិធីនោះនៅក្នុងនរកទាំងអស់នេះគឺជាហេតុផលដែលបញ្ជាក់ថាសាសនាអ៊ីស្លាមមិនបានជំរុញឲ្យអ្នកមូស្លីមប្រព្រឹត្តអំពើភេរវកម្មឡើយព្រោះទង្វើនេះប្រកាសជាផ្ដាច់ជីវិតជនស្លូតត្រង់និងជីវិតរបស់ខ្លួនឯងដែលគ្មានផ្លូវថាគេនឹងទទួលបានឋានសួគ៌ឡើយផ្ទុយទៅវិញគេមានតែទទួលបានបាបកម្មដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងឋាននរកពីព្រះជាម្ចាស់ទៅវិញទេដូច្នេះបើគេពុំទទួលបានផលបុណ្យតែបែរជាទទួលបានបាបកម្មវិញនោះហេតុអ្វីពួកគេនៅតែអះអាងថាការលះបង់ដើម្បីបុព្វហេតុសាសនាទៅវិញព្រោះវាជាផែនការប្រើឈ្មោះសាសនាក្នុងការបង្កភាពចលាចលលើផែនដីធ្វើឲ្យមនុស្សភ័យខ្លាចនិងស្អប់សាសនានេះដើម្បីជាឱកាសទាញយកផលប្រយោជន៍នយោបាយប៉ុន្តែវាគួរឲ្យសោកស្ដាយដែលផែនការរបស់ពួកគេមិនទទួលបានជោគជ័យប៉ុន្តែបែរជាឃើញថាក្រោយព្រឹត្តិការណ៍11កញ្ញាមនុស្សរាប់លានអ្នកនៅលើពិភពលោកបានទទួលយកសាសនានេះទាំងក្រុមពីព្រោះវាបានជំរុញឲ្យមនុស្សជាច្រើនចាប់ផ្ដើមមានចម្ងល់អំពីអ៊ីស្លាមនិងរុញពួកគេឲ្យស្វែងរកចម្លើយពិតនៅក្នុងសាសនានេះហើយជាលទ្ធផលគ្មានអ្វីដែលអាចបញ្ឈប់មនុស្សលោកក្នុងការរកឃើញសម្រស់ដ៏ស្រស់ស្អាតនិងការពិតអំពីអ៊ីស្លាមបានឡើយអល់ឡោះជាម្ចាស់មានព្រះបន្ទូលថាពួកគេកំពុងប្រើល្បិចកលហើយអល់ឡោះក៏ប្រើល្បិចកលចំពោះពួកគេវិញផងដែរហើយអល់ឡោះជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុតដូច្នេះយើងមិនគួរបំពាក់ផ្លាកក្រុមភេរវករទៅលើសាសនាណាមួយផ្ដាច់មុខឡើយព្រោះវាជាទង្វើរបស់ក្រុមជ្រុលនិយមដែលមានស្ទើរតែនៅគ្រប់ជំនឿនិងសាសនាដែលពួកគេអនុវត្តផ្ទុយពីច្បាប់និងគោលការណ៍នៅក្នុងសាសនាហើយជួនកាលក្រុមភេរវករដែលអះអាងថាខ្លួនឯងជាមូស្លីមគឺមិនប្រកាសថាពួកគេជាអ្នកកាន់សាសនាអ៊ីស្លាមពិតប្រាកដឡើយតែពួកគេប្រើឈ្មោះអ៊ីស្លាមដើម្បីធ្វើអំពើភេរវកម្មគឺក្នុងគោលបំណងបង្ខូចឈ្មោះអ៊ីស្លាមតែប៉ុណ្ណោះម្យ៉ាងទៀតអ្វីដែលប្រព័ន្ធផ្សព្វផ្សាយតែងតែផ្សារភ្ជាប់អំពីអំពើភេរវកម្មជាមួយនឹងសាសនាអ៊ីស្លាមនោះពុំមែនជារឿងត្រឹមត្រូវឡើយពីព្រោះជាក់ស្ដែងច្បាប់សាសនាអ៊ីស្លាមបានហាមឃាត់និងដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតចំពោះអ្នកដែលបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនឯងនិងជីវិតអ្នកដទៃ